ដោយសារនាងខ្ញុំសវេចិត្តបញ្ជូនកូនមករៀននៅសាលាបញ្ញវន្តខ្មែរដោយសារការសិក្សាទទួលបានលទ្ធផលល្អហើយមានសុជីវធម៌សិលធម៌ក្នុងការរស់នៅប្រចាំថ្ងៃចា៎ជំរាបសួរនាងខ្ញុំឈ្មោះខុនចរិយាជាម៉ាក់របស់ហោសិរីវឌ្ឍនាចា៎ដោយសារនាងខ្ញុំសវេចិត្តបញ្ជូនកូនមករៀននៅសាលាបញ្ញវន្តខ្មែរដោយសារការសិក្សាទទួលបានលទ្ធផលល្អហើយមានសុជីវធម៌សិលធម៌ក្នុងការរស់នៅប្រចាំថ្ងៃខ្ញុំគិតថាល្អក្នុងការរៀបចំតាំងពីលោកគ្រូអ្នកគ្រូគាត់ទទួលស្វាគមន៍បានល្អកម្មវិធីរៀបមានសណ្ដាប់ធ្នាប់ល្អកម្មវិធីថ្ងៃហ្នឹងបានគុណប្រយោជន៍ក្នុងការសាទរស្វាគមន៍យ៉ាងកក់ក្ដៅពីលោកគ្រូអ្នកគ្រូការសិក្សាគាត់ទទួលបានលទ្ធផលល្អសម្រាប់ខ្ញុំពេញចិត្តខាងសាលាគឺការស្វាគមន៍ទទួលរាក់ទាក់ពីលោកគ្រូអ្នកគ្រូហើយជាពិសេសពេលដែលកូនមកសិក្សាគឺទទួលបានលទ្ធផលល្អចាគឺគាត់ចេះច្រើនគាត់ចេះនិយាយពាក្យច្រើនចាចុងក្រោយនាងខ្ញុំសូមថ្លែងអំណរគុណដល់ខាងសាលាបញ្ញវន្តខ្មែរដែលបានបង្ហាត់បង្រៀនកូននាងខ្ញុំទទួលបានលទ្ធផលល្អហើយមានសុជីវធម៌ក្នុងការរស់នៅគាត់ជួយណែនាំពីសុជីវធម៌សិលធម៌ក្នុងការរស់នៅបន្ថែមទៀតចឹងហើយជាក់ស្ដែងគឺគាត់មានទម្លាប់ចឹងមែនលោកគ្រូការចាពេលដែលគាត់ទៅដល់ផ្ទះគាត់តែងតែមានសុជីវធម៌ក្នុងការជំរាបសួរម៉ាក់ប៉ាជំរាបលាម៉ាក់ប៉ាពេលដែលគាត់វិលត្រឡប់មករៀនវិញឬក៏ពេលដែលគាត់ទៅរៀនចា